hai ban chia mình thì bạn làm cá chặt canh sạch bạ hai đây con mình trôi chặt riêng làm pi rồi biết chặt canh sạch bạ hai đây con mình chia viên làm cá thơ bản chi nam và chăm khổ xa khá bọc pon rồi cọp đấy tay để chluộc ni chỉ muối nằng pe để cu phệ kia mà khang tiền nó cứ quạt ao dương thơm chi nam làng màu ro chầm nấu chầm nái bao dương muối chai lửa ấy tay nhà vay lôi chầm nấu nó ban mà hai giờ là tục đạn được lại na soi vòng man và to bị chầm nàyสถานភាពបែបហ្នឹងកើតឡើងចំពោះក្រុមគ្រួសារខ្ញុំឃើញគ្រួសារជាច្រើនជាពិសេសគឺស្ត្រីនឹងតែម្ដងគាត់តែងតែមានការខឹងសមាខ្លាំងណាគាត់យល់គាត់ប្រើអារម្មណ៍មួយថាមិនຕົកចិត្តគាត់មិនមែនបានជាប្តីគាត់ចូលចិត្តឲ្យគាត់ធ្វើបញ្ជីឆ្នាំគ្រប់ពេលដែលគាត់ចំណាយក្នុងគ្រួសារមួយគាត់តូចចិត្តខ្លាំងណាពីព្រោះអីគាត់ត្រូវការຕົកចិត្តដោយការមិនបាច់មានបញ្ជីឆ្នាំឯលុយសោះម៉ានគេចេះຕົកចិត្តដែរមានពេលខ្លះឲ្យតែប្តីសួររឿងលុយគឺរឿងហ្មងខ្ញុំលើកទឹកចិត្តថាចាប់ពីពេលនេះតទៅបើសិនជាស្ត្រីឬក៏បរិសុទ្ធដែលមានស្វាមីឬក៏ភរិយាទៀមទានៅបញ្ជីឆ្នាំដែលធ្វើឡើងមកលុបបំបត្តិគំនិតអវិជ្ជមានដែលយល់ច្រឡំថាគាត់គឺជាមនុស្សមួយគំរិះជាមនុស្សមួយដែលមិនຕົកចិត្តយើងទៅបានន័យថាយើងគឺជាមនុស្សដែលសំណាងដែលបានគូជីវិតជាប្តីជាប្រពន្ធនឹងគឺជាមនុស្សដែលមានចំណេះដឹងហិរញ្ញវត្ថុបាត់ពិសោធន៍ខ្ញុំជាក់ស្ដែងពេលដែលពីមុនមកកាលពីខ្ញុំនៅក្មេងពេលដែលលោកប្តីខ្ញុំគាត់សួរខ្ញុំថាលុយដែលគាត់រកបានឬមួយក៏លុយដែលយើងរកបានមកយើងយកទៅណាអស់ហើយសល់ប្រហែលអីហ្នឹងមានអារម្មណ៍មួយខឹងមែនខឹងតោងបន្ទាប់ពីខ្ញុំមិនទាន់បានរៀននៅមេរៀនហិរញ្ញវត្ថុមកខឹងមែនតែពេលដែលខ្ញុំបានទៅរៀនហើយយល់ដឹងពីថាការចាត់ចែងសាច់ប្រាក់យ៉ាងម៉េចតាមពិតអារឿងដែលគាត់ចេះសួរយើងរឿងអីយើងហ្នឹងគឺយើងមានសំណាងមែនតើដែលយើងបានជួបដៃគូជីវិតដែលគាត់ចេះខ្វល់ខ្វាយនិងគាត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុហ្នឹងបានន័យថាថ្ងៃក្រោយយើងអត់ខ្វល់ថែមតែយើងចេះម្នាក់ទៀតមកលុយយើងដែលយើងរកបានហ្នឹងគឺសុវត្ថិភាពហើយចំណាយយ៉ាងណាចំណូលយ៉ាងណាចំណេញខាតអីគាត់ដឹងថាអូទ្របមិនទុនមិនចំណេញមិនចំណាយមិនគាត់ដឹងទាំងអស់តាំងពីចំណូលតាំងពីគាត់ដឹងពីសល់ដែលចំនួនសល់ដែលយើងនៅមានអញ្ចឹងយើងអាចខ្វល់ខ្វាយរឿងចំនួនទឹកប្រាក់គាត់យកតាណាខុសទៀតទេបើសិនជាយើងគិតតែនឹងលុយនេះខ្ញុំយកមកຕົកប្តីសួរហ៊ានប្រាប់លុយយកមកຕົកប្រពន្ធសួរហ៊ានប្រាប់ខ្លាចប្រពន្ធខ្លាចប្តីយកទៅចាយខុសឲ្យមកសួរដេញដោលខ្លាចយកទៅនេះយកទៅនោះអាហ្នឹងគិតខុសហើយត្រូវគិតឲ្យវិញថាមនុស្សដែលចេះដឹងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺគាត់ប្រយ័ត្នបំផុតក្នុងការចាត់ចែងសាច់ប្រាក់របស់គាត់បានថាយើងមានសុវត្ថិភាពបំផុតហើយសំណាងដែលយើងមានប្តីប្រពន្ធបែបហ្នឹងអញ្ចឹងកំណត់ដែលគិតថាគេមិនຕົកចិត្តយើងតូចចិត្តតូចសើមហ្នឹងបោះបង់ទៅចាប់ពេលទៅ